Rương tì mùi. Côn tao tôi mình chọn đệt. Nơi prey thông mùi. Miên côn tao tôi chmua Lily. Rồi dục mạ viên gì ở Việt đệt. Tai Lily tanh tay rụt lên. Mình chọn đệt tệ. Mùi dục Lily ốc cầm lặng khăn. Hơi đua đệt krong đàm chừ. Rương côn tao tôi Lily. Nâng preh chăn plư sro tuần. Nơi knong prey thông mùi. Miên côn tao tôi mà nẹ chmua Lily. Lily គឺជាកូនតោដែលមានចិត្តលេងច្រើននិងពោពេញដោយសេចក្តីសប្បាយរាល់ថ្ងៃវារត់លេងជាមួយមិត្តភ័ក្តិដូចជាកូនទាកូនកណ្ដុរនិងកូនទុនសាយពួកគេលេងល្បែងរហូតដល់ថ្ងៃលិចហើយព្រៃคล้ายជាមានពណ៌មាសស្រស់ស្អាតប៉ុន្តែមានរឿងមួយដែលម៉ាក់របស់ Lily ពិបាកបន្តិចគឺ Lily មិនចង់ដេកពេលយប់ឡើយរាល់យប់ម៉ាក់វានិយាយយ៉ាងទន់ភ្លន់រឿងដំណើរផ្សងព្រេងរបស់កូនខ្លាឃ្នំតូចនិងតារាពន្លឺ The Adventure of the Little Bear and the Shining Star កាលពីព្រេងនាយមានកូនខ្លាឃ្នំតូចមួយក្បាលឈ្មោះ Bibi រស់នៅក្នុងព្រៃដ៏ធំល្វួយជាមួយម្ដាយរបស់គេ Bibi គឺជាកូនខ្លាឃ្នំដែលមានចិត្តល្អនិងចង់ដឹងចង់ឃើញពីពិភពលោកខាងក្រៅណាស់នៅយប់មួយខណៈពេលដែលសត្វទាំងឡាយកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ Bibi បានសម្លឹងមើលទៅលើមេឃហើយឃើញតារាតូចមួយធ្លាក់ចុះមកដីក្បែរមាត់ស្ទឹងជិតផ្ទះរបស់គេដោយមានចិត្តក្លាហាន Bibi ក៏សម្រេចចិត្តដើរទៅមើលពេលទៅដល់មាត់ស្ទឹង Bibi បានឃើញដុំពន្លឺតូចមួយកំពុងតែញ័ររន្ធត់វាគឺជាតារាពន្លឺដែលបានរបូតធ្លាក់ពីលើមេឃតារាតូចនោះនិយាយទាំងខ្សឹកខ្សួលថាបងខ្លាឃ្នំអើយខ្ញុំបានធ្លាក់ពីលើមេឃមកហើយឥឡូវនេះខ្ញុំបាត់បង់ពន្លឺអស់ហើយបើគ្មានពន្លឺទេខ្ញុំមិនអាចហោះត្រឡប់ទៅផ្ទះវិញបានឡើយ Bibi ញញឹមយ៉ាងកក់ក្ដៅហើយនិយាយថាកុំបារម្ភអីមិត្តតូចខ្ញុំនឹងជួយអ្នករកពន្លឺមកវិញ Bibi បាននាំតារាតូចដើរកាត់ព្រៃជាដំបូងពួកគេបានទៅជួបលោកតាអ៊ុំពុលអំពេក Bibi បានសុំពន្លឺបន្តិចពីអ៊ុំពុលអំពេកដើម្បីចែករឿងទន្សាយតូចបូព៌ានិងមួកវេទមន្តនៃក្តីសុបិនកាលពីព្រេងនាយមានសត្វទន្សាយតូចមួយក្បាលឈ្មោះបូព៌ារស់នៅក្នុងវាលស្មៅពណ៌ខៀវខ្ចីប៉ុន្តែមានរឿងមួយដែលធ្វើឲ្យគេពិបាកចិត្តគឺរាល់ពេលយប់ឡើងបូព៌ាតែងតែខ្លាចភាពងងឹតនិងមិនហ៊ានគេងម្នាក់ឯងឡើយយប់មួយខណៈពេលដែលបូព៌ាកំពុងអង្គុយម្នាក់ឯងទាំងភ័យខ្លាចស្រាប់តែមានទេពអប្សរមេអំបៅមួយក្បាលហោះមកជិតទេពអប្សរនោះឃើញបូព៌ាញ័ររន្ធត់ក៏ហុចមួកតូចមួយដែលធ្វើពីស្លឹកឈើពណ៌មាសឲ្យទៅគេទេពអប្សរនិយាយថាបូព៌ាអើយនេះគឺជាមួកវេទមន្តនៃក្តីសុបិនប្រសិនបើឯងពាក់វាមុនពេលចូលគេងហើយបិទភ្នែកគិតដល់រឿងដែលរីករាយបំផុតនោះភាពងងឹតនឹងប្រែទៅជាសួនច្បារដ៏ស្រស់ស្អាតភ្លាមបូព៌ាមានចិត្តត្រេកអរណាស់គេក៏យកមួកនោះមកពាក់ហើយលាងលងក្នុងដំណេកនៅក្នុងចិត្តបូព៌ាបានគិតដល់វាលស្មៅដែលពោពេញដោយការរត់ផ្អែមការរត់លេងជាមួយមិត្តភក្តិរឿងកូនដំរីភីភីនិងតន្ត្រីនៃខ្យល់ព្រៃកាលពីព្រេងនាយមានកូនដំរីមួយក្បាលឈ្មោះភីភីគឺជាកូនដំរីដែលមានត្រចៀកធំនិងក្រមុះវែងគួរឲ្យស្រឡាញ់ខុសពីដំរីដទៃដែលចូលចិត្តរត់លេងខ្លាំងភីចូលចិត្តអង្គុយស្ងៀមស្ងាត់ដើម្បីស្ដាប់សំឡេងផ្សេងនៅក្នុងព្រៃថ្ងៃមួយភីបានដើរទៅដល់ជ្រលងភ្នំមួយដែលស្ងប់ស្ងាត់បំផុតនៅទីនោះគេបានជួបសត្វចាបតូចមួយក្រុមដែលកំពុងតែហាត់ច្រៀងប៉ុន្តែសំឡេងរបស់ពួកគេហាក់ដូចជាខ្សោយនិងមិនសូវពីរោះឡើយសត្វចាបមេក្រុមនិយាយថាបងដំរីអើយពួកយើងចង់ច្រៀងចម្រៀងបំពេព្រៃឈើឲ្យគេងលក់ប៉ុន្តែថ្ងៃនេះគ្មានខ្យល់បក់សោះធ្វើឲ្យពួកយើងច្រៀងមិនចេញទេភីញញឹមហើយគិតថា
ខ្ញុំអាចជួយបានភីភីបានឈរយ៉ាងរឹងមាំរួចចាប់ផ្ដើមក្រវីត្រចៀកធំរបស់គេចុះឡើងយ៉ាងលឿនរំពេចនោះខ្យល់ត្រជាក់ស្រឹបក៏ចាប់ផ្ដើមបក់បោកមកមិនត្រឹមតែប៉ុណ្ណោះភីភីបានប្រើច្រមុះវែង